ក្រុមបាល់ទះកម្ពុជាឈ្នះពានរង្វាន់សម្ដេចធិបតីលើកទី2អមជាមួយនឹងប្រាក់រង្វាន់100លានរៀលក្រោយឈ្នះ5ប្រកួតជាប់ៗគ្នាក្រុមបាល់ទះកម្ពុជា A ដែលប្រជុំដោយកីឡាករជម្រើសជាតិកម្ពុជាបានបន្តគ្រងតំណែងជើងឯកពានរង្វាន់សម្ដេចធិបតីរដូវកាលទី2ឆ្នាំ2026អមជាមួយនឹងប្រាក់រង្វាន់លើកទឹកចិត្តចំនួន100លានរៀលក្រោយឈ្នះក្រុមគូប្រជែង5ប្រកួតជាប់ៗគ្នាខណៈវគ្គផ្ដាច់ព្រាត់បានយកឈ្នះក្រុម MBSA របស់ម៉ាឡេស៊ីដោយលទ្ធផល3សេតទល់នឹង0ក្នុងវគ្គផ្ដាច់ព្រាត់កាលពីល្ងាចថ្ងៃទី23ខែសីហាឆ្នាំ2026នៅវិមានភូក្លាឋានជាតិក្នុងបេក្ខភាព4ក្រុមដែលចូលរួមប្រកួតប្រជែងពានរង្វាន់ថ្នាក់ដឹកនាំកម្ពុជារដូវកាលនេះក្រុមបាល់ទះកម្ពុជា A មិនដែលស្គាល់ពាក្យចាញ់ឡើយដោយក្នុងវគ្គសន្សំបន្ទុកវើជុំបានយកឈ្នះក្រុមកម្ពុជា B ដោយលទ្ធផល3សេតទល់នឹង1មុននឹងជួបក្រុមដងណៃដោយលទ្ធផល3សេតទល់នឹង0និងឈ្នះក្រុម MBSA ដោយលទ្ធផល3សេតទល់នឹង1ឈានទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ក្រុមបាល់ទះកម្ពុជា A បានបន្តឈ្នះក្រុមដងណៃដោយលទ្ធផល3សេតទល់នឹង1មុននឹងយកឈ្នះក្រុមបាល់ទះ MBSA ដោយលទ្ធផល3សេតទល់នឹង0ជាមួយពិន្ទុ25ទល់នឹង23 25ទល់នឹង21និងសេតចុងក្រោយ25ទល់នឹង22ខ្លះជាម្ចាស់ជើងឯកតែម្ដងសម្រាប់ពិធីបិទការប្រកួតក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ស្ថេតអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងជាអនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាបាល់ទះកម្ពុជាដើម្បីប្រគល់នៅពានរង្វាន់ជ័យលាភីទៅក្រុមបាល់ទះកម្ពុជា A អមជាមួយមេដាយមាសនិងប្រាក់រង្វាន់លើកទឹកចិត្ត100លានរៀលក្រុមបាល់ទះ MBSA ទទួលបានចំណាត់ថ្នាក់លេខ2អមជាមួយនឹងទឹកប្រាក់20លានរៀលរីឯក្រុមលេខ3គឺក្រុមបាល់ទះ B កម្ពុជាបន្ទាប់ពីយកឈ្នះដងណៃដោយលទ្ធផល3សេតទល់នឹង1អមជាមួយនឹងទឹកប្រាក់12លានរៀល